លោកទេសសម្បត្តិជាអតីតកីឡាករជម្រើសជាតិកម្ពុជាបានជិះម៉ូតូធ្លាក់ទឹកស្ទឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅយប់ថ្ងៃទី20ខែមេសាឆ្នាំ2025ទើបតែប្រទះឃើញសពនៅព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2025នៅភូមិកំរែងសង្កាត់សាក់សំពៅខណ្ឌដង្កោរាជធានីភ្នំពេញនេះគឺជាដំណឹងដ៏សោកសង្រេងបំផុតសម្រាប់ប្រជាជនកម្ពុជាដែលបាត់បង់ធនធានមនុស្សដ៏កម្រមួយរូបប្រពន្ធស្រែកដង្ហើយហៅប្តីថាប្តីខ្ញុំល្អណាស់យំស្ទើរសន្លប់ម្ដងហើយនៅពេលដែលឃើញសភាពប្តីបែបនេះយ៉ាងណាមិញសមត្ថកិច្ចលោកក៏ធ្វើការស្រាវជ្រាវបន្ថែមដើម្បីឲ្យក្រុមគ្រួសារព្រមទាំងប្រជាជនកម្ពុជាអស់ចិត្តនៅក្នុងករណីបរិះដែលជាអតីតកីឡាករជម្រើសជាតិទេសសម្បត្តិបានជិះម៉ូតូធ្លាក់ទឹកស្ទឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតខាងលើនេះផងដែរសូមជម្រាបជូនថាករណីខាងលើនេះកើតហេតុនៅភូមិកំរែងសង្កាត់សាក់សំពៅរាជធានីភ្នំពេញព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ចគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ទឹកស្ទឹងដោយខ្លួនឯងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅពេលយប់ថ្ងៃទី20ខែមេសាឆ្នាំ2025ប្រទះឃើញតែម៉ូតូទើបតែព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2025ប្រទះឃើញសពអណ្ដែតមកទើបដឹងថាជាកីឡាករទេសសម្បត្តិនេះគឺជាដំណឹងដ៏សោកសង្រេងនិងសោកសៅបំផុតសម្រាប់ការបាត់បង់ធនធានមនុស្សដ៏កម្រដ៏ឆ្នើមមួយរូបសម្រាប់ប្រជាជនកម្ពុជាមកដល់ឥឡូវកំពុងតែត្រហូយំនេះមករកសាច់ញាតិគាត់បានមកដល់ហើយគាត់បានជិះម៉ូតូម៉ាក់ដូចគ្នាអញ្ចឹងនេះម៉ូតូរបស់គាត់ដូចម៉ូតូទូដែលបានស្លាប់បាត់បង់ជីវិតអញ្ចឹងនេះឥឡូវគាត់សាច់ញាតិរបស់គាត់បានមកដល់កំពុងតែត្រហូយំនៅកន្លែងការថែនៅភូមិនៅកាត់សាត់ផ្លូវនេះឥឡូវបានមកដល់ហើយសាច់ញាតិរបស់គាត់